សេចក្តីពិតបុគ្គលមានចិត្តព្រាយមាយមិនអាចស្ដាប់ធម៌បានឡើយបុគ្គលមិនចូលទៅអង្គុយចិត្តសប្បុរសនឹងមិនមានការស្ដាប់ធម៌ម្យ៉ាងទៀតព្រោះចិត្តសន្តានណាប្រព្រឹត្តទៅដោយអាការៈផ្សេងគ្នាទៅមានការទទួលគឺយល់អត្ថៈនិងព្យញ្ជនៈផ្សេងបានទៅអិតិស័ព្ទលោកពោលថាជាស័ព្ទសម្ដែងអាការៈផ្សេងរបស់ចិត្តសន្តាននោះព្រោះហេតុដែលអាការៈនៃព្រះតម្រាស់របស់ព្រះមានព្រះភ័ក្ត្រដែលល្អក្រៃលែងយ៉ាងនេះជាហេតុឲ្យប្រយោជន៍របស់បុគ្គលដតីបរិបូរណ៍បានគ្រប់គ្រាន់ដោយធ្វើឲ្យអ្នកដតីនោះឈោមចោះកាន់ភាពសម្បូរនៃព្រះសាសនាទាំងមូលដោយកំណត់ប្រភេទនៃអត្ថៈនិងព្យញ្ជនៈបានរមែងមិនមានដល់បុគ្គលដែលមិនបានតម្កល់ខ្លួនដោយប្រពៃឬមិនបានធ្វើបុណ្យក្នុងជាតិមុនដូច្នេះព្រះអានន្ទក៏សម្ដែងដល់ការដល់ព្រមនៃចក្រពីរខាងក្រោយរបស់ខ្លួនដោយអាការៈដ៏ស្អាតដោយពាក្យនេះថាអិតិព្រះអានន្ទសម្ដែងដល់ការដល់ព្រមនៃចក្រពីរខាងដើមព្រោះប្រកបដោយការស្ដាប់ដោយពាក្យថាសតាំងអធិប្បាយថាការស្ដាប់ធម៌រមែងមិនមានដល់បុគ្គលដែលនៅក្នុងប្រទេសមិនសមគួរឬដែលវៀងចាក់ការចូលទៅអង្គុយចិត្តសប្បុរសព្រោះចាក់ពីខាងក្រោយរបស់ព្រះអានន្ទនោះសម្រេចសេចក្តីបរិសុទ្ធនៃអាសយៈទៅជាការសម្រេចដោយប្រការដោយពរនាមកដូច្នេះបុគ្គលដែលតម្កល់ខ្លួនដោយប្រពៃនឹងបានធ្វើបុណ្យក្នុងជាតិមុនឈ្មោះថាជាបុគ្គលមានអាសយៈបរិសុទ្ធព្រោះកិលេសទាំងឡាយដែលជាហេតុឲ្យអាសយៈមិនបរិសុទ្ធនោះនៅឆ្ងាយសមដោយព្រះតម្រាស់ដែលព្រះមានព្រះភ័ក្ត្រក្នុងធម្មបទយ៉ាងនេះថាចំណែកខាងចិត្តដែលបុគ្គលតម្កល់ត្រូវហើយរមែងធ្វើបុគ្គលនោះឲ្យប្រសើរជាងហេតុនោះបាននិងដោយព្រះតម្រាស់ក្នុងមហាបរិពានសូត្រថាមនាលអានន្ទខ្លួនអ្នកជាបុគ្គលបានធ្វើបុណ្យហើយចូលប្រកបព្យាយាមរឿយចោះនឹងបានជាបុគ្គលមិនមានអាសយៈដោយឆាប់និងព្រោះចាក់ពីខាងដើមសម្រេចការបរិសុទ្ធនៃប្រយោជន៍ក៏សម្រេចដែរអធិប្បាយថាព្រះអានន្ទឈ្មោះថាជាបុគ្គលមានប្រយោគបរិសុទ្ធដោយសាធុជនទាំងឡាយកាន់យកជាគំរូបានព្រោះការនៅក្នុងប្រទេសដ៏សមគួរនិងព្រោះការចូលទៅអង្គុយចិត្តសប្បុរសព្រោះអាសយៈបរិសុទ្ធនោះការឆ្លៀសក្នុងអធិគមសម្រេចបាននិងព្រោះជារឿងសៅមងគឺតណ្ហានិងទិដ្ឋិត្រូវជំរះឲ្យបរិសុទ្ធហើយក្នុងការមុននោះឯងព្រោះប្រយោគបរិសុទ្ធការឆ្លៀសក្នុងអាគមក៏សម្រេចបានអធិប្បាយថាព្រះអានន្ទមានកាយបយោគនិងវចីបយោគបរិសុទ្ធមានចិត្តមិនរាយមាយព្រោះមិនមានវិបដិសារៈទៅជាបុគ្គលដែលគ្រាខ្លាក្នុងបរិយត្តិពាក្យរបស់ព្រះអានន្ទដែលមានប្រយោគនិងអាសយៈបរិសុទ្ធសម្បូរដោយអាគមនិងអធិគមដោយពោលមកនេះសមគួរជាអ្នកនាំព្រះតម្រាស់របស់ព្រះមានព្រះភ័ក្ត្រដោយអរុណរះគួរមានមកតម្កល់អំពីមុនព្រះអាទិត្យរះយោនិសោមនសការគួរកើតឡើងមុនកុសលកម្មព្រោះហេតុនោះព្រះអានន្ទការនឹងតាំងនិទានគឺពាក្យខាងដើមក្នុងទីដែលគួរទៅពោលពាក្យថាអិតិមេសតាំងជាដើម